ស្ដីបងប្អូនថ្ងៃនេះយើងមកបន្តធ្វើចំណោទទី2ទំព័រ98ចាអញ្ចឹងប្រធានបទយើងគេឲ្យមករថភ្លើងមួយចេញពីទី A នៅម៉ោង 6:00 នាទីទៅដល់ទី B នៅម៉ោង 9:15 នាទីបើរថភ្លើងមានល្បឿន60 គីឡូម៉ែត្រក្នុង1ម៉ោងរកចម្ងាយពីទី A ទៅ B ចាអញ្ចឹងដើម្បីដោះស្រាយចំណោទបានបងប្អូនត្រូវព្យាយាមអានប្រធានយើងយ៉ាងណាក៏បានពី3ដងដើម្បីឲ្យយល់ថាប្រធានហ្នឹងគេចង់បានអីចឹងណាចាអញ្ចឹងចំណោទទី2គឺយើងប្រើប្រាស់រូបមន្តដូចនឹងលំហាត់ទី1ដែរតើតើនឹងល្បឿនចាអញ្ចឹងរូបមន្តល្បឿនយើងស្មើអីគេកូន2ស្មើនឹងល្បឿនចាមកឲ្យចម្ងាយចចែកនឹងរយៈពេលបើសិនជាយើងទាញរយៈពេលស្មើចម្ងាយចចែកនឹង v ចាតែបើយើងចង់រកចម្ងាយច d ស្មើនេះចម្ងាយល្បឿនគុណនឹងរយៈពេលអញ្ចឹងយើងមើលលំហាត់យើងចំណោទយើងតារកចម្ងាយកប៉ាល់ពីទី A ទៅ B ចាអញ្ចឹងរូបមន្តយើងមានល្បឿននិងរយៈពេលអញ្ចឹងមានន័យថាយើងរកចម្ងាយចអញ្ចឹងចម្ងាយចយើងស្មើ v គុណនឹងតេចាតាអញ្ចឹងបងប្អូនអាចដកបានទេថាពីកប៉ាល់ដែលយើងចេញទៅនេះម៉ោង6ដល់ម៉ោង9នេះស្មើនឹងប្រហែលម៉ោងអញ្ចឹងណាអញ្ចឹងយើងអាចដកនេះក៏បានដែរយើងអាចដក 9.15 ដកនឹង 6.00 ចា5ដក0 5 1ដក0 1ចា9ដក6សល់3 3.15 តែនេះវានៅជាប់នាទី3ម៉ោង15នាទីអញ្ចឹងអ្នកគ្រូគូម៉ោងនាฬิកាឲ្យបងអូនមើលទាំងអស់គ្នាឧទាហរណ៍ថាវានេះជានាฬิកាចាអញ្ចឹងត្រង់នេះលេខ12លេខ3លេខ6លេខ9អញ្ចឹងនាฬิកាយើងវាមាន4ភាគចាវាមាន4ភាគនាฬิកាអ្នកគ្រូគូអត់សូវស្អាតទេអញ្ចឹងម៉ោងនេះមកប៉ុណ្នេះ5នាទីមកខិតនេះ10នាទីទៅមកនេះហ្នឹងវាមាន3ភាគចាអញ្ចឹង5 10 15មកប៉ុណ្ណឹងមាន15នាទីក្នុងនោះវាមាន4ភាគប្រឡោះនេះ1ភាគ2ភាគ3ភាគ4ភាគចាអញ្ចឹងម៉ោងយើងវាមាន3ម៉ោង15នាទីអញ្ចឹងក្នុងនោះ3ភាគអញ្ចឹងយើងនឹងសេបានថា4ភាគចា4ភាគហើយត្រង់នេះមកប៉ុណ្នេះគឺស្មើនឹង1ភាគដែលគេយកចា1ភាគប៉ុណ្ណឹងអញ្ចឹងកូនតន់អត់ត្រង់ហ្នឹង4ភាគនេះគឺបានមកពីនាฬิកាដែលយើងចែកជា4នេះ4ប្រឡោះហ្នឹង1ភាគ2ភាគ3ភាគ4ភាគចាតែនៅក្នុងមួយភាគយើងវាមាន15នាទីអានេះត្រឹមនេះ5 10 15ចឹងណាចាអញ្ចឹងដោយសារតែម៉ោងយើងអ្នកមាន3ម៉ោង15នាទីអញ្ចឹង15នាទីយើងបានប៉ុណ្នេះអញ្ចឹង15នាទីវាស្មើនឹង1ភាគអញ្ចឹងអ្នកគ្រូពិសេសលេខ1 1លើ4អញ្ចឹងកូនត្រង់ហ្នឹងសង្ឃឹមថាយល់ណាចាអញ្ចឹង1ភាគ4 1ភាគ4បើយើងចែកមកវាស្មើនឹង 0.25 ចាអញ្ចឹងយើងប្របែកមកគឺបាន 0.25 ចាអញ្ចឹងអ្នកគ្រូសុំបន្តទៅមុខទៀតអញ្ចឹង3ម៉ោង15នាទីស្មើ
3 ម៉ោងបូកមិញយើងប្របែក1 ភាគ 4 គឺស្មើនឹង 0.25 ចាអញ្ចឹងស្មើ 3.25 អញ្ចឹងយើងប្របែកវាមកម៉ោងអស់ហើយបានប៉ុណ្ណឹងអញ្ចឹងយើងចំនួនលេខចូលធម្មតាមកល្បឿនកាយ60 គីឡូម៉ែត្រចា60 គីឡូម៉ែត្រគុណនឹងបាញ់យើងប្របែកបាន 3.25 តាអញ្ចឹងយើងគុណទាំងអស់គ្នាមក 3.25 គុណ60អញ្ចឹង05 ដង 0 02 ដង 0 03 ដង 0 ចាអញ្ចឹង65 ដង 30 សេលេខ 0 ត្រាទុក 3 62 ដង 12 12នឹងត្រាទុក 3 វា 15 អញ្ចឹងអ្នកគ្រូត្រាទុក 1 6 3 ដង 18 និង 1 19 ចាអញ្ចឹង 0 ធ្លាក់ចុះ 0 ធ្លាក់ចុះ 5 9 1 អញ្ចឹងលេខមិញ 3.25 អញ្ចឹង 1 2 6 2ខ្ទង់ចុងក្រោយអញ្ចឹងនេះកាត់ក្បិសខាងនេះអញ្ចឹងណាអញ្ចឹងស្មើ 195 អញ្ចឹងចម្លើយយើងស្មើនឹង 195 ចាអញ្ចឹងយើងដាក់ដូចនេះមកដូចនេះចម្ងាយពីទី A ពីទី A មានន័យថាកប៉ាល់ចម្ងាយពីទី A ណាគ្រូសេកាត់ចម្ងាយពីទី A ទៅ B មានចម្ងាយ 195 អញ្ចឹងកុំភ្លេចដាក់ຂະຫນាតផងຂະຫນាតវាគិតជាគីឡូម៉ែត្រចាអញ្ចឹងដាក់គីឡូម៉ែត្រមកចាចម្លើយយើងទី2គឺបានប៉ុណ្នេះ 195 គីឡូម៉ែត្រចាអរគុណ